ផ្លូវពិបាកផ្លូវចោតមិនមែនជាឧបសគ្គសម្រាប់អ្នកដែលស្រឡាញ់ការដើរទ្រីបទេស្រីអ្នកទាំងអស់គ្នានៅកន្លែងនេះ fresh ខ្លាំងមែនទែនគឺនៅកំពតtop view ពេលដែលអង្គុយនឹងទៅមានអារម្មណ៍ថាដូចនៅមណ្ឌលគិរីចឹងអ្នកនរគ្នាមើលពីក្រោយភ្នំនោះស្អាតខ្លាំងចឹងដើម្បីបានទេសភាពស្អាតដូចនឹងអ្នកនរគ្នាត្រូវតស៊ូបន្តិចជាពិសេសរៀងមានការលំបាកបន្តិចនៅក្នុងការឡើងភ្នំផ្លូវរៀងចោតបន្តិចចឹងវីដេអូនេះខ្ញុំបង្ហាញផ្លូវរៀងសំខាន់គ្រាន់តែថាពេលដែលយើងថតដាក់ក្នុងវីដេអូមើលទៅផ្លូវអត់ចោតហ្មងទេក៏ប៉ុន្តែពេលដែលអ្នកទាំងអស់គ្នាទៅអានឹងបានដឹងយើងថាចោតសម្រាប់រដូវប្រាំងគឺល្អបំផុតនៅក្នុងការឡើងកន្លែងហ្នឹងសម្រាប់ខ្ញុំគិតពីព្រោះដោយសារតែផ្លូវគឺអត់ទាន់រៀបចំបានក្រាលថ្មគ្រប់កន្លែងនៅឡើយទេអញ្ចឹងទៅរដូវប្រាំងអត់សូវប្រឈមមុខក្នុងបញ្ហាក្នុងការធ្វើដំណើរទេអ្វីត្បិតនៅរដូវប្រាំងទេសភាពអត់ទៅស្អាតដោយរដូវវស្សាក៏ប៉ុន្តែវារៀងសុវត្ថិភាពក្នុងការធ្វើដំណើរមិនរអិលដួលអីទេពីព្រោះយើងសុវត្ថិភាពក៏ជាចម្បងនឹងដែរហើយបើសិនបើនិយាយទៅទោះបីនៅរដូវប្រាំងក៏នៅតែស្អាតដែរតោះមកមើលទាំងអស់គ្នាថាតើនៅពេលដែលយើងឡើងទៅដល់កំពូលហើយតើយើងអាចធ្វើអ្វីខ្លះហើយនឹងទេសភាពស្អាតដល់កម្រិតណាមកដល់ភ្លាមអត់មានធ្វើអីទេគឺត្រូវតែថត view ពីលើភ្នំលេងទាំងអស់អញ្ចឹងសូមបញ្ជាក់ផងដែរគឺនៅលើភ្នំហ្នឹងគឺបងប្អូនអាចមើលឃើញទេសភាពពេញក្រុងកំពតទាំងមូលនិងជាទីក្រុងកំពតទាំងអស់ហ្នឹងអញ្ចឹងបងប្អូនអាចឈរតែមើលនឹងទៅគឺអាចឃើញទេសភាពរហូតទៅដល់360ដឺក្រេតែម្ដងបន្ទាប់ពីយើងថតត្រួសកន្លែងដែលយើងគិតថាស្អាតរួចរាល់ហើយយើងក៏ចាប់ផ្ដើមរៀបចំកន្លែងរៀបចំតង់យើងចាប់ផ្ដើមរើម្ហូបសម្រាប់ការចំអិនពេលយប់សម្រាប់ការញ៉ាំរបស់យើងនឹងគ្រាន់តែថាសម្រាប់ក្រុមខ្ញុំពេលដែលឡើងទៅដល់លើភ្នំនឹងហើយគឺយើងចុះមកក្រោមវិញអញ្ចឹងរាល់ម្ហូបដែលឃើញរៀបចំនេះគឺយើងចុះមកក្រោមហើយយើងទិញពីផ្សារសាមគ្គីនៅកំពតទេហើយបើបងប្អូនគិតថាខ្ជិលយើងអាចញ៉ាំនៅលើនឹងទៅព្រោះមានអាហារដ្ឋានគាត់លក់នៅនឹងជាមួយនឹងភេសជ្ជៈដូចកាហ្វេជាដើមនឹងគ្រាន់តែថាក្រុមខ្ញុំចូលចិត្ត adventure អញ្ចឹងក៏ចុះហើយឡើងបាទនិយាយលេងទេបងប្អូនតាមពិតទៅគឺយើងអត់បានទិញមុនយើងគិតថាពេលដែលយើងឡើងអត់ពិបាកតែដល់ពេលពិបាកទៅតែយើងអត់ជំរឿយើងចង់ទៅទិញវិញចឹងទៅអញ្ចឹងអានឹងធ្វើឲ្យយើងទៅពីបកតែបើសិនជាបងប្អូនដឹងហើយគឺបងប្អូនមិនបាច់ទៅពីបកទេគឺទិញឲ្យហើយគឺចាំដឹកទៅលើភ្នំតែម្ដងបន្ទាប់ពីយើងញ៉ាំបាយហើយគឺយើងបានចូលរួមជជែកលេងហើយឈៀលជាមួយនឹងបងប្អូនដែលគាត់បោះតង់ជាមួយគ្នានៅក្បែរនឹង3-4តង់ទៀតការទៅជែកលេងពីនេះពីនោះរហូតដល់ខ្ទង់ប្រហែលជាម៉ោង12ម៉ោង1រំលងអាត្រៀតបានយើងចាប់ផ្ដើមគេងរៀងខ្លួនទៅហើយសម្រាប់ការបោះតង់នេះគឺព្រឹកស្អែកឡើងអត់មានអីក្រៅពីរៀបចំការញ៉ាំដូចជាកាហ្វេដូចជាមីឆុងនឹងទេដែលពេញនិយមជាងគេសម្រាប់អ្នកដែលបោះតង់ពេលព្រឹកនឹងព្រោះរើអីអត់បានទេហើយការស្នាក់នៅកន្លែងហ្នឹងយើងបញ្ចប់ធំប្រហែលជាម៉ោង9ហើយយើងក៏ប្រមូលគ្នាអ្នកដែលបងប្អូនទៅបោះតង់ហ្នឹងគឺយើងប្រមូលគ្នាទៅដើរលេងនៅរមណីយដ្ឋានផ្សេងទៀតមុននឹងត្រឡប់មកភ្នំពេញវិញបាទអញ្ចឹងវីដេអូហ្នឹងគឺសូមចប់ធំប៉ុណ្្នឹងសិនអរគុណច្រើនបងប្អូនទាំងអស់គ្នា